បងប្អូននេះគឺជាបង្គំដែលយើងអាចដកនេះចានឃ្លីចានឃ្លីដែលវាគាំងជាប់នេះអញ្ចឹងយើងមានបង្គំបែបនេះឆ្នៃមកនេះឃើញទេនេះគឺជាចង្វាក់ម៉ូតូយើងលៃតម្រូវមកអាចង្វាក់ដែលយើងកាត់សល់ពីដូរម្យ៉ាងមួយគេហ្នឹងអញ្ចឹងយើងប្រើជាមួយនឹងបាល់ប្លុង10លីនេះជាមួយខ្ញុំដកឲ្យមើលបាល់ប្លុង10លីហើយស្នូលវាក៏10លីដែរអញ្ចឹងយើងយកផ្សារបញ្ជាប់មួយច្បាក់មកណាយើងលៃមើលតម្រូវវិញណាអ្នកញ៉ាំនេះស្នេពីន10លីស្មើពីន10លីអញ្ចឹងច្បាក់ហ្នឹងគឺយើងផ្សារអញ្ចឹងមកអ្នកឃើញទេផ្សារចេញជាកញ្ឆាអញ្ចឹងមកនេះនេះអញ្ចឹងសម្រាប់ស្នូលនេះស្នូលចានឃ្លីម៉ូតូអូតូដែលជាប់អញ្ចឹងយើងអាចមានវិធីសាស្ត្រណាបាទបើយើងប្រើតកាប់ដកចេញយើងប្រើតកាប់ដកចេញគឺយើងមានតែវិធីនេះឯងព្រោះវាជាប់ខ្លាំងណាអញ្ចឹងមួលបញ្ចូលវិញសិនណានេះយើងមួលបញ្ចូលវិញសិនមកចាំខ្ញុំដាក់ឲ្យមើលអញ្ចឹងវិធីក្នុងការធ្វើគឺងាយទេមិនពិបាកទេបាទអញ្ចឹងយើងលៃប៉ុណ្្នឹងមកនេះដាក់ចូលមកណាចាំមើលយើងយកតកាប់មកចាប់ណាតកាប់ដកចេញហ្នឹងឃើញទេវាជាប់ណែនពេះណាណែននឹងតកាប់ដកចេញហ្នឹងអញ្ចឹងគឺមានតែវិធីទីមួយទេណាដែលអាចដកបានណាអញ្ចឹងគុំនេះខ្ញុំធ្វើសម្រាប់ចែកជូនអ្នកនរគ្នាមើលនៅពេលដែលម៉ូតូមានបញ្ហាចានឃ្លីជាប់ភៀងអ្នកអាចដកចេញណាពិបាករកវិធីសាស្ត្រដកអញ្ចឹងអ្នកអាចមើលវីដេអូនេះមកហើយធ្វើតាមខ្ញុំទៅធ្វើតាមឧបករណ៍ដែលខ្ញុំធ្វើនេះពុំភ្លេចប្រាប់អ្នកនរគ្នាទៀតនេះសម្រាប់ចង្វាក់វាមុននឹងយើងកាត់យើងត្រូវទុកស្នូលនេះចេញណាទុកស្នូលនេះស្នូលនេះឃើញនេះប្រាប់ឲ្យវាពាក់នឹងប្រឡោះនេះណាអញ្ចឹងទៅអញ្ចឹងមានអញ្ចឹងទាំង3ណាឃើញទេអញ្ចឹងគឺមានអញ្ចឹងទាំង3នេះឃើញទេនេះអត់អញ្ចឹងចាយើងដាក់ចាំមកដាក់ចឹងហ្នឹងហើយយើងប្រើសោលេខ19ប្រើសោ19សម្រាប់ការវាចេញឃើញទេនេះអញ្ចឹងវិធីងាយទេអត់តែយើងមានឧបករណ៍ធ្វើខ្លួនឯងបានអញ្ចឹងណានេះអញ្ចឹងប៉ុណ្្នឹងមកយើងមួលអញ្ចឹងមកគឺវាចេញហើយនេះឃើញទេនេះយើងមួលឲ្យតែតឹងមកយើងប្រើសោលេខ19នេះឃើញទេនេះសោលេខ19នេះ19នេះអញ្ចឹងយើងមួលមកនេះគឺចេញមកវាចេញហើយអត់មានបញ្ហាទេណាចេញយ៉ាងធូរលុយអញ្ចឹងសម្រាប់វីដេអូនេះអូខេអញ្ចឹងសម្រាប់វីដេអូនេះជូនប៉ុណ្្នឹងក្នុងការដកអង្គមនេះចេញណាបងប្អូនណាដកអង្គមនេះចេញអញ្ចឹងចាំមានវីដេអូថ្មីក្រោយទៀតទៅនឹងបច្ចេកទេសដែលជាប់អីផ្សេងទៀតខ្ញុំនឹងធ្វើវីដេអូជូនអ្នកនរគ្នាទស្សនាទៀតកុំភ្លេចអ្នកមកថ្មីចូល Subscribe អ្នកមួយផងហើយនឹងចុចរូបកណ្ដឹងដើម្បីតាមដានវីដេអូអរគុណវីដេអូមានប៉ុណ្្នឹងបាទអញ្ចឹងនេះគឺភេទពួកអូតូដែលវាជាប់គាំងណាហ្នឹងហើយអញ្ចឹងយើងដកហ្នឹងមកអរគុណជួបគ្នាវីដេអូក្រោយជាបញ្ជាក់ចង្វាក់នេះគឺយើងកាត់នេះយើងយកអាឡតនេះណា7កាំរឹប1 2 3 4 5 6 7ណា7កាំតែក្បាលវាដល់នេះយើងមើលតាមហ្នឹងទៅណាគឺប្រវែង7កាំឲ្យស្មើគ្នាអញ្ចឹងកាត់យកចឹងឲ្យស្មើគ្នាមកដើម្បីធ្វើអង្គមដកនេះបាន